chẳng đầm nặng ca tí muối cứ thầy đại sáng cứ dương do mà đặt giờ mình đặt bật vô lương tí muối chè là còn mà tiếp mà mau tiếp bằng rung lang từ lơ nè lên tivi này cho tivi bà đấy tí pi đấy tí bay người ta bay ភាពសស្រួលនិងសាមគ្គីភាពបានបង្កើតឡើងនៅមុខរបរមួយដ៏រឹងមាំរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាឆ្នាំងដែលរំលេចឡើងនៅរូបភាពដ៏រស់រវើករបស់បងប្អូនដែលកំពុងធ្វើការយ៉ាងមមាញឹកញាប់ដៃញាប់ជើងបំពេញភារកិច្ចដ៏ស្វាហាប់ក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីបម្រើឲ្យទាន់តម្រូវការទីផ្សារនៅក្នុងពេលបច្ចុប្បន្ននិយាយដែលឡៃបើសិនជាបងប្អូនអាចអញ្ជើញមកដល់តំបន់នេះគឺបងប្អូនអាចនឹងឃើញទស្សនភាពនិងទេសភាពដ៏ស្រស់ត្រកាលមួយនោះគឺភ្នំនាងកង្រី បងប្អូនមានដឹងអត់ថាឥឡូវអ៊ំស្រីកំពុងធ្វើអីគេដូចខ្ញុំដំបូងខ្ញុំអត់ដឹងថាគាត់កំពុងធ្វើអីទេប៉ុន្តែដល់ពេលដែលយើងចូលមកដល់ទីតាំងនៃភូមិផ្សារឆ្នាំងនេះគឺយើងមានឃើញបងប្អូនប្រជាពលរដ្ឋដែលនៅតាមលំនៅឋានតាមខ្នងផ្ទះនីមួយៗតែងតែធ្វើនៅរបៀបដូចគាត់ដែលកំពុងតែធ្វើនេះហើយក៏គេដាក់ជាប្រទេសជាធ្នើសម្រាប់យកទៅឆ្អើអញ្ចឹងបងប្អូនអាចយល់ហើយណាថាហ្នឹងគឺជាអ្វីនឹងប្រភេទត្រីជាច្រើនដែលយើងអាចយកមកឆ្អើដូចជារៀលតោះភ្លុកហ្នឹងច្រវាមូល ហើយខែណាមានត្រីអីខែណាមានត្រីអីអ៊ំ ខែតណៈមានត្រីនឹងគ្រប់មុខឲ្យតែខែខ្នើតបាទចុះត្រីច្រវាមូលគេប្រើពេលណាខែហ្នឹងឯងខែហ្នឹងដែរចាហើយលក់មកចកៈហ្មងអ៊ំ លក់បាន300ហើយមកដុំវា10ចកៈដុំ10ចកៈ ចុះនេះត្រីអីគេអ៊ំ អាហ្នឹងបាទត្រីតោះភ្លុកនេះអូ ច្រវាមូលក្នុងមួយចកៈអញ្ចឹងណាបាទ 3000អានេះមួយចកៈត800ទេហើយដាក់ម្ដង10ចកៈក្នុងដុំវាហ្នឹងមកគេមករាប់យកទាំងអស់មិនដែរទៅពួកនិយាយទេ បងប្អូននេះគឺជាការរៀបចំជាដំណាក់នេះគឺជាដំណាក់ការទី3ទី4ទី5និងដំណាក់ការដែលចុងក្រោយគឺយើងយកទៅសណ្ដិលនៅលើគេបំផុតអញ្ចឹងមានន័យថាដំណាក់ការទី1គឺបងប្អូនប្រជានេសាទរបស់យើងគឺអស់ម៉ងមកគឺមកដល់គឺគេកាត់ក្បាលត្រីទាំងអស់ដើម្បីយកមកលក់ឲ្យបងប្អូនអាជីវកម្មដែលគាត់កំពុងតែប្រកបរបរធ្វើត្រីឆ្អើរនេះលក់ដោយជំហានបន្ទាប់ពីការយកពីបងប្អូនប្រជានេសាទដែលគាត់បានកាត់ក្បាលរួចរាល់គឺគេបានលាងទឹកឬក៏សិនជាយើងអត់ទាន់ដល់ពេលធ្វើគឺយើងយកទៅដាក់ក្នុងទូទឹកកកដើម្បីក្លាសេឲ្យវារក្សាគុណភាពត្រីទិញពីគេមកយកមកដោតឆ្អើបដោយមានតែគេអ្នកបដែតមកទេតែគេបដែតបានគេយកមកកាត់ក្បាលបាទកាត់ក្បាលអស់ទៅបានយកមកលក់ឲ្យយើងបាទយើងទិញពីគេមកឆ្អើបដោយទិញមកយើងយកមកដោតហើយដោតមកពេញអាហ្នឹងហាលហើយហាលជាប្រហែលអត់មានហាលយកឆ្អើរៀបចឹងមួយលើកដាក់ឆ្អើដាក់ភ្លើងប្រហែលជាប្រហែលម៉ោងបានវាអាចយកប្រើប្រាស់បាននិយាយទៅមកយើងដាក់ភ្លើងមកអញ្ចឹងលះហាទេដល់កន្លះម៉ោងមកដល់កន្លះម៉ោងទៅគេដាក់ភ្លើងប៉ុន្តែវាតម្រាំនឹងវាស្ងួតយើងបានលក់យើងដាក់លើនឹងអញ្ចឹងតម្រាំនឹងបានស្ងួតវាយូរថ្ងៃដែរអូអញ្ចឹងមានន័យថាឆ្អើហើយនៅអត់ទាន់យកលក់បានយកហូបបានទេបាទហើយចុះត្រីហ្នឹងយើងដាក់ចឹងអត់មានបន្ថែមរសជាតិដូចជាប៊ីចេងអំបិលស្ករអីលាយឲ្យហើយបានហាឬក៏អត់សោះអត់មានលាយអីទាំងអស់គ្រប់ត្រីឆ្អើគឺអត់មានលាយទាំងអស់អត់អូយើងទិញគេពីអ្នកបដែតមកមិន
ដាក់ឆ្អើអញ្ចឹង បាទ អត់មានប្រឡាក់អំបិលប្រឡាក់ដូចចេងអីអត់ទេ ទីតាំងភូមិសាស្ត្រនៅទីនេះអំណោយផលណាស់បងប្អូននៅទល់មុខភ្នំនាងកង្រីហើយចំពោះភ្នំនេះគឺមានទន្លេ3ស្របគ្នាអាចហៅថាជាដៃទន្លេចំនួន3ប្រសពជាមួយគ្នាហើយក៏មានកប៉ាល់ធំសម្រាប់ចុះមកកំសាន្តជាលក្ខណៈទេសចរភ្ញៀវបរទេសចុះមកទស្សនាការធ្វើត្រីឆ្អើរម្ទេសឆ្អើរក្រៀមព្រោះគេមានតាមរដូវកាលរបស់គេដូចរដូវនេះគឺចុងនៃការធ្វើត្រីឆ្អើរហើយអញ្ចឹងអ្នកដែលនៅសល់ត្រីឆ្អើរដែលយើងរក្សាទុកនៅក្នុងទូទឹកកកគឺគេល្មិតល្មីដើម្បីធ្វើវាឲ្យទាន់រដូវកាលព្រោះនេះជាចុងដៃហើយបន្ទាប់ពីធ្វើត្រីឆ្អើរនេះចូលដល់រដូវធ្វើម្ទេសក្រៀមម្ដងដល់ពេលធ្វើម្ទេសក្រៀមគឺគេធ្វើឲ្យនឹងឆ្អើររបៀបដូចគ្នាគ្រាន់តែថាធ្វើម្ទេសក្រៀមគឺគេយកម្ទេសផ្លោកយកទៅកាត់ក្បាលវាដើម្បីឆ្កឹះគ្រាប់ហើយនឹងយកទៅដាំទឹកឲ្យពុះមុននឹងយកទៅហាលមុននឹងខ្លាយទៅជាផលិតផលសម្រាប់លក់ទៅលើទីផ្សារនិងមកគេមកយកដល់ទីកន្លែងផ្ទាល់ហើយចំពោះការដោតនេះគឺថ្លៃឈ្នួល100ចង្កាក់គឺ6000រៀល ខ្ញុំបើអូបានដល់ទេឡើយទៅជាប់គុំអូខំចង្អប់200ចង្កាក់ហើយបានកម្រៃម៉ាមកចង្កាក់គេឲ្យកម្រៃអូមួយថ្ងៃគេរាប់ថ្ងៃមួយថ្ងៃ10000ណា អត់ទេរាប់ចង្កាក់មកដុំ6000ដុំ6000ហ្នឹងបាន200ចង្កាក់ហ្នឹងបាន10000អូថ្លៃឈ្នួល200ចង្កាក់10000 ខ្ញុំទៅដៅđiណាគេលៀបចេះហ៎ ទៅកម្លាំងមួយសិន កម្លាំងដឹកមួយអើយដើររេរចង់ធ្វើអីអត់ដៃអត់ជើង អត់ដៃអត់ជើងអញ្ចឹង200ចង្កាក់គេឲ្យថ្លៃឈ្នួល10000អញ្ចឹងហ៎12000អូហើយមួយថ្ងៃបាន200នឹងដែរឬក៏លើស បាន300 400អូបាទ តាមអ្នកដោតមានមែនបោតលេងទេណា ដោតមែនទេ បោតមែនទេណា នេះគឺជាដំណាក់កាលបន្ទាប់ពីពួកគាត់បានដោតត្រីជាចង្កាក់ហើយរៀបវាទៅជួរទៅតាមដំណាក់កាលនីមួយហើយយកមកសណ្ដិលនៅលើប្រទេសអានីបដែលគេរៀបចំសម្រាប់ធ្វើការឆ្អើរនៅលើ ភ្លើងយើង បាទ ហើយទៅហូរពីទលេយើងមុខហ្នឹង បាទ បើនិយាយទៅការធ្វើត្រីឆ្អើរនេះគឺមានការរៀបចំធ្វើឡើងពីដំណាក់កាលមួយទៅដំណាក់កាលមួយមានភាពស្មុគស្មាញនិងប្រើប្រាស់ពេលវេលាព្រមជាមួយនឹងមនុស្សជាច្រើនក្នុងការរៀបចំពួកឲ្យមួយធ្នើមួយថ្នាក់មានរាប់ម៉ឺនចង្កាក់ព្រមជាមួយនឹងការរៀបចំជាជួរដើម្បីឲ្យមានរបៀបរៀបរយពីព្រោះនៅពេលដែលវាស្ងួតយើងងាយស្រួលក្នុងការប្រមូលដើម្បីលើកតាក់ពីធ្នើមួយទៅធ្នើមួយពីជាន់មួយទៅជាន់មួយរហូតដល់ជាន់ចុងក្រោយនៅពេលដែលយើងរៀបចំរួចរាល់ហើយយើងយកមកដាក់ទៅតាមធ្នើមួយហើយជាពលរដ្ឋរបស់យើងគាត់ចាប់ផ្ដើមរៀបចំបង្កាត់ភ្លើងក្នុងការឆ្អើរហើយចំពោះការឆ្អើរនេះគឺយើងយកជាដុំឈើធំដើម្បីយកមកដាក់តម្កល់ពីក្រោមដើម្បីឲ្យវាឆេះបានយូរហើយនឹងបន្តគ្នារហូតដល់ 3-4 ម៉ោងបានយើងប្រមូលសរុបដាក់នៅលើធ្នើររយៈពេល3ថ្ងៃបន្ថែមទៀតទើបយកទៅដាក់នៅក្នុងឃ្លាំងដោយបងប្អូនឃើញទេសភាពនៅពីលើអាកាសដែលឃើញផ្សែងហុយនៅលើពពកដែលយើងថតពីលើនោះគឺជាកន្លែងដែលបងប្អូនដែលពួកគាត់កំពុងតែធ្វើការដុតជាមួយនឹងត្រីឆ្អើរដើម្បីឆ្អើរវាម្ដងមួយដំណាក់កាលដំណាក់កាលដំបូងបំផុតដូចខ្ញុំបានជម្រាបជូនពីខាងលើហ្នឹងគឺដំបូងគឺបងប្អូនប្រជានេសាទយើងគឺយកត្រីមកធ្វើការលាងហើយនឹងកាត់ក្បាលចេញឲ្យស្អាតដើម្បីធ្វើការដោតវាជាចង្កាក់ដូចបងប្អូនបានឃើញនៅខាងមុខវីដេអូហ្នឹងគឺគាត់ដោតម្ដងមួយចំនួនរហូតដល់រាប់រយចង្កាក់ទៅតាមល្បឿនរបស់អ្នកដោតរៀងៗខ្លួនអ្នកខ្លះក៏គាត់ដោតបានតិចអ្នកខ្លះក៏គាត់បានច្រើនតាមភាពរវល់និងភាពជាក់ស្ដែងក្នុងការដោតរបស់ពួកគាត់អ្នកខ្លះបានរហូតដល់3-400ឬក៏7-800ចង្កាក់ឯណោះហើយក្នុងចង្កាក់របស់គេគឺ6000រៀលក្នុង100ចង្កាក់បើសិនជាបងប្អូនធ្វើបានរហូតដល់700-800ឬក៏លើសពីហ្នឹងគឺបងប្អូនអាចបានច្រើនថ្ងៃចន្លោះពី30000អាចទៅដល់60000រៀលអីក៏មានដែរពីព្រោះរហូតដល់1000ចង្កាក់យើងគិតទៅប្រហែលជា60000រៀលហើយក្នុងមួយថ្ងៃអញ្ចឹងកម្លាំងពលកម្មក៏មិនសូវបានថ្លៃការលក់ទៅឈ្មួញកណ្ដាលក៏មិនសូវបានតម្លៃខ្ពស់បងប្អូនអ្នកប្រើក៏ទិញទៅក៏បានតម្លៃធូរដែរអញ្ចឹងសម្រាប់បងប្អូនដែលធ្វើការទិញរាយក៏ដូចជាអ្នកដែលបោះដុំបន្តក៏គួរតែយោគយល់នៅការអធ្យាស្រ័យព្រមជាមួយនឹងការធ្វើរបស់ពួកគាត់មួយទៅតាមដំណាក់កាលនីមួយមានច្រើនដំណាក់កាលណាដំណាក់កាលទី1គឺទិញត្រីយកមកលាងកាត់ក្បាលចេញដំណាក់កាលទី2គឺយកមកដោតហើយនឹងហាលវារៀបវាទៅតាមធ្នើនីមួយឲ្យបានស្មើល្អនិងបានច្រើនធ្នើហើយបន្ទាប់មកទៀតគឺយើងយកវាមកឆ្អើរក្នុងដំណាក់កាលនីមួយបន្តទៅទៀតអញ្ចឹងដំណាក់កាលទី1គឺយើងចំណាយពេលសម្រាប់ត្រីថ្មីគឺនៅខាងក្រោមគេបង្អស់ចំណាយពេលរយៈពេល1ម៉ោងដំណាក់កាលទី2គឺត្រីដែលក្រោមគេដែលយើងឆ្អិនរយៈពេល1ម៉ោងគឺរុញឡើងទៅធ្នើទី2ហើយត្រីដែលថ្មីគឺដាក់ចុះមកក្រោមវិញអញ្ចឹងត្រីដែលបន្តដំណាក់
ការទី2មុនគឺឡើងទៅធ្នើថ្នាក់ទី3អញ្ចឹងចំណាយ3ថ្នាក់នេះគឺចំណាយពេលរយៈពេល3ម៉ោងក្នុងត្រីមួយសម្រាប់ជួនៅធ្នើនីមួយបន្ទាប់ពីធ្នើចុងក្រោយគេគឺធ្នើទី4គឺត្រីដែលដាក់រយៈពេល3ម៉ោងដំបូងគេឡើងរហូតដល់ធ្នើទី3ហ្នឹងគឺយើងយកមកដាក់ធ្នើទី4គឺយើងដាក់បញ្ឈរវាដើម្បីសណ្ដិលវារយៈពេល3ថ្ងៃថែមទៀត ត្រីសើមគឺយើងយកមកដាក់ យើងដាក់ដុត យក លឿង ទីមួយចេះ បាទ បាទតមកទៀត1ម៉ោងទៀតបានរុញឡើងទៅលើ ឡើងទៅលើនេះ នេះទី2ហើយនេះទី3ទី3មានថា3ម៉ោងដល់ពេលម៉ោងទី4មកឡើងទៅដល់លើ ដល់លើ ដល់លើ3ថ្ងៃហ្មង បាទ3ថ្ងៃតមកបានយើងស្ងួតទៅបានយើងយកទៅដាក់ ស្ងួតយកទៅដាក់នោះយើងលក់បានភ្លាមឬក៏អត់ទេ យើងទុកឲ្យយើងយូរដែរដល់គឺច្រើនណាស់មកគេមករាប់ អូប៉ុន្តែបើសិនជីកមកយកឥឡូវក៏បានដែរ មើលខាងនោះគេដាក់ចតុកចឹង បាទ នេះបងប្អូនចូលមករៀងដូចក្តៅដែរដូចឡអញ្ចឹងដូចឈរនៅចិត្តឡអញ្ចឹងមានផ្សែងមានភ្លើងនៅឈរចិត្តហ្នឹងហើយគាត់ដល់តបានគ្របទេនៅខាងក្រោយខ្ញុំហ្នឹងគឺដោយសារទុករហូតដល់ផ្សែងខ្មៅអស់បានគាត់បិទកន្លែងដែលគាត់ត្រូវគ្របវាឲ្យចិត្តដើម្បីឲ្យខ្លំវាពេលដែលយើងឆ្អើបានរយៈពេលខ្ទង់3ទៅ4ម៉ោងទៅតាមធ្នើនីមួយមកធ្នើចុងក្រោយគេគឺយើងសណ្ដិលវារហូតដល់3ថ្ងៃបានយើងយកមកដាក់វាដើម្បីតម្រៀបវាចូលទៅក្នុងឃ្លាំងនីមួយគេរៀបចំទុកដាក់បានល្អសម្រាប់រក្សាទុកជូនទៅម៉ួយរបស់ពួកគាត់ក្នុងការមកយកគ្រប់ចំនួនតតែគ្រប់ចំនួនគ្រប់ទីតាំងនៃផ្ទះខ្នងនីមួយបានពួកគាត់មកយកជុំគ្នាសរុបតែម្ដងចំពោះការហាលក៏រៀងមានឧបសគ្គដែរបើសិនជាត្រីនេះគឺវាខ្លាញ់ច្រើនទឹកច្រើនចឹងគឺហាលទៅវាក្រស្ងួតហើយនេះគឺត្រីរៀលតម្លៃបោះដុំក្នុងមួយចង្កាក់គឺ2500រៀលចេញពីកន្លែងនេះផ្ទាល់ដំណាក់កាលចុងក្រោយគឺគេរក្សាទុកនៅក្នុងឃ្លាំងក្នុងមួយសម្រាប់ប៉ុណ្នេះខ្ទង់ប្រហែលជា10000ចង្កាក់ឬក៏10000ចង្កាក់ជាងតិចតួចសម្រាប់ត្រៀមលក់ឲ្យម៉ួយដែលគេចោះមកយកនៅពេលគ្រប់ចំនួនគ្រប់ខ្នងផ្ទះគេមកយកសរុបតែម្ដងសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចខលមកលេខគាត់ផ្ទាល់គឺ088 63 64 397ពីភូមិសាឆ្នាំងសូមជម្រាបលាសូមអរគុណ